con khui hai con khui một tia với một con ôm pa và rong con ha con ơi con tới đó nào với ông bông ôn khơi rụt thốt lạiเอาไปhai bông đấyเอาkhơi rụt thốt nàyเอาปรับกวาดพองก็มีตู้สับประจะเติมบงโอนเลยยังเลือกได้ดอกต้องเอาช่วยเราconขยมmột tia với một ลูกពុកម្នាក់បានបដស្នាក់ការរបស់ខ្ញុំក្រោយពីកូនស្រីរបស់គាត់នឹងបានរត់ចេញពីផ្ទះបាទទៅជាមួយនឹងមិត្តភ័ក្តិឥឡូវនេះឪពុករបស់គាត់មិនដឹងថាស្វែងរកកូនតាមវិធីណាមានតែមកកាន់អង្គភាពព័ត៌មានវិទ្យុរបស់ខ្ញុំដើម្បីឲ្យខ្ញុំធ្វើការជួយផ្សព្វផ្សាយស្វែងរកកូនស្រីដ៏ស្រស់ស្អាតរបស់គាត់ដែលបានរត់ចេញពីផ្ទះតតែនឹងជម្រាបសួរប្រិមិត្តដែលកំពុងតែទស្សនារកព័ត៌មាននៃអង្គភាពព័ត៌មានវិទ្យុនៅវេលាម៉ោង 12 រំលងអាធ្រាឈានចូលថ្ងៃទី 7 ខែសីហាឆ្នាំ 2026 នេះប្រិមិត្តបានឃើញហើយលោកឪពុកម្នាក់បានមកដល់ស្នាក់ការរបស់ខ្ញុំក្រោយពីកូនស្រីរបស់គាត់នឹងបានរត់ចេញពីផ្ទះបាទទៅជាមួយនឹងមិត្តភ័ក្តិឥឡូវនេះឪពុករបស់គាត់មិនដឹងថាស្វែងរកកូនតាមវិធីណាមានតែមកកាន់អង្គភាពព័ត៌មានវិទ្យុរបស់ខ្ញុំដើម្បីឲ្យខ្ញុំធ្វើការជួយផ្សព្វផ្សាយស្វែងរកកូនស្រីដ៏ស្រស់ស្អាតរបស់គាត់ដែលបានរត់ចេញពីផ្ទះផ្ទាល់តែម្ដងជំរាបសួរបងប្រុសបងអាចរៀបរាប់បានទេតើកូនស្រីរបស់បងដែលរត់ចេញពីផ្ទះនឹងមានឈ្មោះអីដែរបងឈ្មោះសុភ័ណ្ឌកញ្ញាហៅស្រីខូច14ឆ្នាំអាយុកូនស្រីបងនឹងទើបតែ14ឆ្នាំទេបាទបងហើយ14ឆ្នាំហ្នឹងរត់តាមមិត្តភ័ក្តិហ្នឹងរត់ទៅតាមតាំងពីពេលណាដែរបងចាញ់តាំងម៉ោង2បង2ថ្ងៃសៀមិនបានបងដឹងថាកូនរបស់បងរត់តាមមិត្តភ័ក្តិបងអ្នកតែបងគាត់ប្រាប់ខ្ញុំនៅស្រុកហ្នឹងបងបាទគាត់ចាញ់ពីផ្ទះម៉ោង2មកឥឡូវដល់ម៉ោង5អត់តឃើញមកទៀតពេលយូរដល់ម៉ោង2ដល់10ហ្នឹងខ្ញុំបានមកដល់កន្លែងបងឯងឲ្យបងជួយផ្សព្វផ្សាយឲ្យកូនខ្ញុំឈ្មោះសុភ័ណ្ឌកញ្ញាហើយសិខួចនឹងឲ្យគាត់ត្រឡប់មកផ្ទះវិញមកកុំឲ្យគេបារម្ភបាក់ចិត្តខ្លាំងទេបងជាឪពុកនៅពេលនេះបាក់ចិត្តណាស់បងហើយយើងជាឪពុកលើកឃើញកូនបាត់ចឹងអារម្មណ៍ខ្ញុំអ៊ូដើមកមិនតបានហូបអីទេបងហើយបាទរកកូនពីណាដល់ណាខ្លះហើយបងស្វែងពីគ្រប់កន្លែងបងកោះពេជ្រកោះនរាតាមផ្លូវនឹងអស់ហើយបងអើយគាត់អត់មានទូរស័ព្ទទៅតាមខ្លួនហ្នឹងបងឥឡូវមិនមានអីហៅកូនទេបងតាមរយៈព័ត៌មានដែលខ្ញុំផ្សាយនេះកូនខួចកូនខួចហៅកូនខួចមកផ្ទះវិញមកកូនអ៊ំប៉ាបារម្ភកូនណាកូនហើយកូនទៅដល់ណាវិញសូមឲ្យបងប្អូនឃើញរូបថតដែលអបបហាយបងនេះឲ្យឃើញរូបថតនេះឲ្យប្រាប់គាត់ផងក៏អត់មានទូរស័ព្ទប្រាក់តាក់ទងបងប្អូនអើយខ្ញុំលើកដៃ10សូមឲ្យជួយរកកូនខ្ញុំមកផ្ទះវិញមកបើសិនជាបងប្អូនយើងបានប្រទះឃើញកូនស្រីបងណាគាត់អាចផ្ដល់បងព័ត៌មានបងតាមណាដែរបងតាមលេខទូរស័ព្ទ078 46 44 28បាទបងចឹងមានតែប៉ុណ្្នឹងណាបងណាបាទបងសូមឲ្យបងឲ្យជួយផ្សព្វផ្សាយផងបងណាជួយបងផងបាទមានអីនិយាយទៅកាន់កូនទេបងតាមព័ត៌មានរបស់ខ្ញុំនេះបើមានអីនិយាយទៅកាន់គាត់ឲ្យគាត់ត្រឡប់មកផ្ទះវិញដើម្បីកុំឲ្យចាញ់បោកមិត្តភ័ក្តិរត់ចេញពីផ្ទះចឹងកូនទៅត្រឡប់មកវិញមកកូនចាញ់បោកគេឬមិត្តភ័ក្តិនាំកូនឲ្យទៅណាឬក៏ឯងខ្លាចមកផ្ទះវិញមានរឿងខ្លាចអ៊ំអីស្ដីឲ្យអីកូនមិនកូនឲ្យលឺកូនឲ្យមកត្រឡប់មកវិញមកកូនប៉ានៅចាំផ្លូវដើរស្វែងហៅកូនឲ្យមកនេះឲ្យយប់ជ្រៅតន់បានបាយទៀតសូមឲ្យកូនមកត្រឡប់មកវិញមកផ្ទះអ៊ំនេះថ្ងៃថ្ងៃគាត់នៅផ្ទះមួយអ៊ំគាត់បាទវីដេអូនេះសង្ឃឹមថាប្អូនស្រីខួចដែលទើបតែមានអាយុ14ឆ្នាំដែលមានសម្រស់ស្រស់ស្អាតខ្លាំងមែនទែនហើយពេលនេះប្អូនស្រីបានឃើញហើយពុករបស់ប្អូនបានមកកាន់អង្គភាពព័ត៌មានរបស់បងដើម្បីដង្ហោយហៅឲ្យប្អូនត្រឡប់មកផ្ទះវិញសង្ឃឹមថាប្អូនបានឃើញវីដេអូនេះបាទអាយុទើបតែ14ឆ្នាំមិនគួរណាទៅចាញ់បោកការលួងលោមរបស់មិត្តភ័ក្តិរហូតដល់ថ្នាក់រត់ចោលផ្ទះចោលសបែងឥឡូវនេះឪពុកដាច់បាយដាច់ទឹកជិះម៉ូតូស្វែងរកប្អូនគ្រប់ទិសទីនៅតែរកមិនឃើញមានតែមកឲ្យអង្គភាពព័ត៌មានបងជួយផ្សព្វផ្សាយក្រែងបានដំណឹងនេះដឹងដល់ប្អូនហើយអាណិតឪពុកត្រឡប់មករកឪពុកវិញផងអរគុណបងប្អូនសង្ឃឹមថាបងប្អូនជួយ share ចែករំលែកដំណឹងនេះម្នាក់មួយផងដើម្បីឲ្យប្អូនស្រីបានឃើញឬក៏បងប្អូនបានប្រទះឃើញប្អូនស្រីនៅទីណាសូមផ្ដល់ដំណឹងមកឪពុកគាត់ផងព្រោះពេលនេះគាត់កំពុងតែបាទមានចិត្តបាទគឺពិបាកមែនតើគាត់វិលវល់គាត់ហើយបងប្អូនអរគុណបងប្អូនសម្រាប់ការទស្សនាមានចំណេញណាខុសឆ្គងសូមបងប្អូនមេត្តាខន្តីអភ័យទោសឲ្យខ្ញុំទាំងអស់គ្នាផងអរគុណកូនខួចកូនខួចហៅកូនខួចមកផ្ទះវិញមកកូនអ៊ំប៉ាបារម្ភកូនណាកូនហើយកូនទៅដល់ណាវិញសូមឲ្យបងប្អូនឃើញរូបថតដែលអបបហាយបងនេះឲ្យឃើញរូបថតនេះឲ្យប្រាប់គាត់ផងក៏អត់មានទូរស័ព្ទប្រាក់តាក់ទងបងប្អូនអើយខ្ញុំលើកដៃ10សូមឲ្យជួយរកកូនខ្ញុំមកផ្ទះវិញមកលោកឪពុកម្នាក់បានបដស្នាក់ការរបស់ខ្ញុំក្រោយពីកូនស្រីរបស់គាត់នឹងបានរត់ចេញពីផ្ទះបាទទៅជាមួយនឹងមិត្តភ័ក្តិឥ
ឥឡូវនេះឪពុករបស់គាត់មិនដឹងថាស្វែងរកកូនតាមវិធីណាមានតែមកកាន់អង្គភាពព័ត៌មានវិទ្យុរបស់ខ្ញុំដើម្បីឲ្យខ្ញុំធ្វើការជួយផ្សព្វផ្សាយស្វែងរកកូនស្រីដ៏ស្រស់ស្អាតរបស់គាត់ដែលបានរត់ចេញពីផ្ទះតតែនឹងជម្រាបសួរប្រិមិត្តដែលកំពុងតែទស្សនារាល់ព័ត៌មាននៃអង្គភាពព័ត៌មានវិទ្យុនៅវេលាម៉ោង 12 រំលងអាធ្រាត្រឈានចូលថ្ងៃទី 7 ខែសីហាឆ្នាំ 2026 នេះប្រិមិត្តបានឃើញហើយលោកឪពុកម្នាក់បានមកដល់ស្នាក់ការរបស់ខ្ញុំក្រោយពីកូនស្រីរបស់គាត់នឹងបានរត់ចេញពីផ្ទះបាទទៅជាមួយនឹងមិត្តភ័ក្តិឥឡូវនេះឪពុករបស់គាត់មិនដឹងថាស្វែងរកកូនតាមវិធីណាមានតែមកកាន់អង្គភាពព័ត៌មានវិទ្យុរបស់ខ្ញុំដើម្បីឲ្យខ្ញុំធ្វើការជួយផ្សព្វផ្សាយស្វែងរកកូនស្រីដ៏ស្រស់ស្អាតរបស់គាត់ដែលបានរត់ចេញពីផ្ទះផ្ទាល់តែម្ដងជំរាបសួរបងប្រុសបងអាចរៀបរាប់បានទេតើកូនស្រីរបស់បងដែលរត់ចេញពីផ្ទះនឹងមានឈ្មោះអីដែរបងឈ្មោះសុភ័ណ្ឌកញ្ញាហៅសៃខួច14ឆ្នាំអាយុកូនស្រីបងនឹងទើបតែ14ឆ្នាំទេបាទបងហើយ14ឆ្នាំហ្នឹងរត់តាមមិត្តភ័ក្តិហ្នឹងរត់ទៅតាមតាំងពីពេលណាដែរបងចេញតាំងម៉ោង2បង2ថ្ងៃសៀលមិនបានបងដឹងថាកូនរបស់បងរត់តាមមិត្តភ័ក្តិបងអ្នកតែបងគាត់ប្រាប់ខ្ញុំនៅស្រុកហ្នឹងបងបាទគាត់ចេញពីផ្ទះម៉ោង2មកឥឡូវដល់ម៉ោង5អត់តឃើញមកទៀតពេលយូរដល់ម៉ោង2ទៅ10ហ្នឹងខ្ញុំបានមកដល់កន្លែងបងឯងឲ្យបងជួយផ្សព្វផ្សាយឲ្យកូនខ្ញុំឈ្មោះសុភ័ណ្ឌកញ្ញាហើយសៃខួចនឹងឲ្យគាត់ត្រឡប់មកផ្ទះវិញមកកុំឲ្យគេបារម្ភបាក់ចិត្តខ្លាំងទេបងជាឪពុកនៅពេលនេះបាក់ចិត្តណាស់បងហើយយើងជាឪពុកលើឃើញកូនបាត់ចឹងអារម្មណ៍ខ្ញុំអ៊ូដើមកមិនតាន់បានហូបអីទេបងហើយបាទរកកូនពីណាដល់ណាខ្លះហើយបងស្វែងពីគ្រប់កន្លែងបងកោះពេជ្រកោះនរាតាមផ្លូវនឹងអស់ហើយបងអើយគាត់អត់មានទូរស័ព្ទទៅតាមខ្លួនហ្នឹងបងឥឡូវមិនមានអីហៅកូនទេបងតាមរយៈព័ត៌មានដែលខ្ញុំផ្សាយនេះកូនខួចហើយកូនខួចហៅកូនខួចមកផ្ទះវិញមកកូនអ៊ំប៉ាបារម្ភកូនណាស់កូនហើយកូនទៅដល់ណាវិញសូមឲ្យបងប្អូនឃើញរូបថតដែលបង្ហាញឲ្យបងនេះឲ្យឃើញរូបថតនេះឲ្យប្រាប់គាត់ផងក៏មានទូរស័ព្ទប្រាក់តាក់ទងបងប្អូនអើយខ្ញុំលើកដៃ10សូមឲ្យជួយរកកូនខ្ញុំមកផ្ទះវិញមកបើសិនជាបងប្អូនយើងបានប្រទះឃើញកូនស្រីបងណាគាត់អាចផ្ដល់បងព័ត៌មានបងតាមណាដែរបងតាមលេខទូរស័ព្ទ078 46 44 28បាទបងចឹងមានតែប៉ុណ្្នឹងណាបងណាបាទបងសូមឲ្យបងឲ្យជួយផ្សព្វផ្សាយផងបងណាជួយបងផងបាទមានអីនិយាយទៅកាន់កូនទេបងតាមព័ត៌មានរបស់ខ្ញុំនេះបងមានអីនិយាយទៅកាន់គាត់ឲ្យគាត់ត្រឡប់មកផ្ទះវិញដើម្បីកុំឲ្យចាញ់បោកមិត្តភ័ក្តិរត់ចេញពីផ្ទះចឹងកូនទៅត្រឡប់មកវិញមកកូនចាញ់បោកគេឬមិត្តភ័ក្តិនាំកូនឲ្យទៅណាឬក៏ឯងខ្លាចមកផ្ទះវិញមានរឿងខ្លាចអ៊ំអីស្ដីឲ្យអីកូនមិនកូនឲ្យលឺកូនឲ្យមកត្រឡប់មកវិញមកកូនប៉ានៅចាំផ្លូវដើរស្វែងហៅកូនឲ្យមកនេះឲ្យយប់ជ្រៅតន់បានបាយទៀតសូមឲ្យកូនមកត្រឡប់មកវិញមកផ្ទះអ៊ំនេះថ្ងៃថ្ងៃគាត់នៅផ្ទះមួយនឹងអ៊ំគាត់បាទវីដេអូនេះសង្ឃឹមថាប្អូនស្រីខួចដែលទើបតែមានអាយុ14ឆ្នាំដែលមានសម្រស់ស្រស់ស្អាតខ្លាំងមែនទែនហើយពេលនេះប្អូនស្រីបានឃើញហើយឪពុករបស់ប្អូនបានមកកាន់អង្គភាពព័ត៌មានរបស់បងដើម្បីដង្ហោយហៅឲ្យប្អូនត្រឡប់មកផ្ទះវិញសង្ឃឹមថាប្អូនបានឃើញវីដេអូនេះបាទអាយុទើបតែ14ឆ្នាំមិនគួរណាទៅចាញ់បោកការលួងលោមរបស់មិត្តភ័ក្តិរហូតដល់ថ្នាក់រត់ចោលផ្ទះចោលសបែងឥឡូវនេះឪពុកដាច់បាយដាច់ទឹកជិះម៉ូតូស្វែងរកប្អូនគ្រប់ទិសទីនៅតែរកមិនឃើញមានតែមកឲ្យអង្គភាពព័ត៌មានបងជួយផ្សព្វផ្សាយក្រែងបានដំណឹងនេះដឹងដល់ប្អូនហើយអាណិតឪពុកត្រឡប់មករកឪពុកវិញផងអរគុណបងប្អូនសង្ឃឹមថាបងប្អូនជួយ share ចែករំលែកដំណឹងនេះម្នាក់មួយផងដើម្បីឲ្យប្អូនស្រីបានឃើញឬក៏បងប្អូនបានប្រទះឃើញប្អូនស្រីនៅទីណាសូមផ្ដល់ដំណឹងមកឪពុកគាត់ផងព្រោះពេលនេះគាត់កំពុងតែបាទមានចិត្តបាទគឺពិបាកមែនតើគាត់វល់គាត់ហើយបងប្អូនអរគុណបងប្អូនសម្រាប់ការទស្សនាមានចំណុចណាខុសឆ្គងសូមបងប្អូនមេត្តាខន្តីបៃតងឲ្យខ្ញុំទាំងអស់គ្នាផងអរគុណ